សួស្តីអ្នកគ្នាថ្ងៃនេះមកណែនាំអ្នកគ្នានៅស្បែកជើង Mizuno Neo 3 Silver Page អ្នកគ្នាដែលជាប្រភេទ Top Grade អ្នកគ្នាដែលស្បែកជើងនេះគឺមានអ្នកដែលធ្លាប់ប្រើប្រភេទ Mizuno គឺដឹងហើយអ្នកគ្នាគឺ Mizuno គឺស្បែកទន់ស្រួលពាក់មែនតើហើយចំពោះផ្នែកខាងក្រោយក៏វាទន់មិនស៊ីកាយមិនស៊ីអីដែរអ្នកគ្នាបានហើយចំពោះបាតបែកជើងវិញគឺយើងលេងនៅលើស្មៅស្ប៉ែនមិត្តគឺ M-SRAM តែម្ដងអ្នកគ្នាគឺវាងាយស្រួលក្នុងការរត់ទប់លំនឹងយើងបានល្អអ្នកគ្នាជាមួយនឹងដាតវាក៏ជាប្រភេទដាតជាប់អ្នកគ្នាហើយបាតរបស់វាគឺមានគ្រាប់ច្រើនហើយចំពោះកអណ្ដាតរបស់វាហ្នឹងគឺអណ្ដាតជាប់ដែលយើងលេងទៅអត់ងាយក្លាច់ក្រោយជើងងាយអីណាអ្នកគ្នាបានឥឡូវខ្ញុំមកតេស្តជូនមើលអ្នកគ្នាមើលដែលអ្នកគ្នាអាចមើលទៅដែលយើងលោនឹងអញ្ចឹងគឺវាមានភាពស្រស់ស្អាតយ៉ាងម៉េចអ្នកគ្នាបានហើយប្រភេទ Mizuno នេះគឺវាអត់ត្រូវជើងអ្នកគ្នាអ្នកជើង slim អ្នកជើងរៀងកប៉ាំងក៏យើងអាចពាក់បានដែរអ្នកគ្នាបានហើយចំពោះកវាគឺជាករឹបបែបនេះដែលហៅថាកជាប់អ្នកគ្នាហើយនៅពេលយើងចងខ្សែចងអីគឺវា fit ជាមួយជើងយើងតែម្ដងអ្នកគ្នាបាទហើយជាមួយបែកជើងពណ៌ទឹកប្រាក់បែបនេះអ្នកគ្នាគឺយើងពាក់នៅលើតារាងបាល់ទាំងការងាយស្រួលលេងនិងការស្រស់ស្អាតគឺមើលទៅកប់សេរីតែម្ដងអ្នកគ្នាចំពោះបែកជើង Mizuno ពណ៌ទឹកប្រាក់នេះបានអ្នកគ្នាអាចមើលបានអ្នកគ្នាគឺមានសភាពស្រស់ស្អាតមែនតើអ្នកគ្នាគឺចាំងតែម្ដងចំពោះ fan អ្នកគាត់អាសាពាក់ Mizuno គឺគាត់ដឹងស្រាប់ហើយអ្នកគ្នាចំពោះបែកជើង Mizuno នេះគឺសួរពាក់មែនតើអ្នកគ្នាចំពោះអ្នកគ្នាត្រូវការអ្នកគ្នាអាចcommentបាននៅតាម Facebook page របស់យើងនៅ Telegram 061 26378បានហើយរាល់ការcommentគឺយើងថែមជូនអីវ៉ាន់3មុខដែរអ្នកគ្នាអរគុណច្រើន